លោកឯងជាណាហៅហ៊ុនសែនដាច់សាច់ហើយឈួតទេអាណាធ្វើបាបកូនក្មេងអញសួរហើយអាណាធ្វើបាបកូនក្មេងហើយនិយាយមកបាទខ្ញុំខលមកពីទូទ្រមនស្សការខ្មែរអន្តៈចង់ជួបជាមួយនឹងហ៊ុនសែនលោកឯងជាណាហៅហ៊ុនសែនដាច់សាច់ខ្ញុំជាប្រជាពលរដ្ឋរបស់លោកបាទខ្ញុំចង់ជួបជាមួយនឹងឥឡូវខ្ញុំហៅលោកពូចុះកុំឲ្យថាខ្ញុំគ្រាឆ្លើយពេកបាទអាហ្នឹងបានវាគួរសមជាខ្មែរដល់ហ៊ុនសែនដាច់សាច់នេះយើងអាយុប្រហែលខ្ញុំអាយុប្រហែលជា50ជាងឯលោកពូអាយុប៉ុន្មានដែរហើយជាង70ហើយមានស្អីទៀតបាទលោកពូអាយុច្រើនដល់ម្លឹងអាយុ70ហើយដើម្បីពូចូលចិត្តលេងល្បែងធ្វើបាបកូនក្មេងខ្លាំងមែនហើយឈួតទេអាណាធ្វើបាបកូនក្មេងអញសួរហើយអាណាធ្វើបាបកូនក្មេងហើយនិយាយមកលោកពូដឹងខ្ញុំជាណាដែរខ្ញុំខលមកចង់សួរលោកពូថាខ្ញុំនៅក្នុងទូទស្សនវិទ្យាការខ្មែរដែលពូព្យាយាមបំផ្លាញហើយឥឡូវនេះខ្ញុំរកផតាងបានហើយលេខទូរស័ព្ទពូប្រើកូនចៅអាយ៉ងរបស់ពូនៅកាណាដាហ្នឹងដើម្បីមកបំផ្លាញទូទស្សនវិទ្យាការរបស់ពួកខ្ញុំឥឡូវខ្ញុំចង់សួរពូឲ្យច្បាស់តើពូមានកំណត់អីហេតុអីបានវាចង់បំផ្លាញពួកខ្ញុំអញដឹងមកនស្សការពួកឯងនៅណាអញខ្ពើលោកពូនិយាយvớiខ្ញុំឲ្យស្រួលតិចពូកុំអញពេកបាទតែបន្តិចទៀតអញបង្ហោះសម្លេងហ្នឹងឯងចាំមើលអញបង្ហោះសម្លេងហ្នឹងសម្លេងលោកពូក៏ប្រជាពលរដ្ឋយើងស្ដាប់បានទូទាំងប្រទេសដែរបាទលោកពូតែអញឲ្យស្ដាប់តាអញឲ្យពួកឯងហៅមកបើហឺនបងគ្នាស្ដាប់បាទខ្ញុំមិនបើហឺនទេបើខ្ញុំចង់សួរលោកពូអាក្មេងបើហឺនពូបានទៅពួកឯងក្រុមទូទស្សនវិទ្យាខ្ញុំគាត់និយាយរឿងនយោបាយនិយាយរឿងព័ត៌មានក្នុងសង្គមដែលលោកពូធ្វើបាបប្រជាពលរដ្ឋសពបែបយ៉ាងអស់ពូមានមកគេបាញ់ធ្វើឲ្យប្រទេសខូចខាតទេក៏ដូចមកគេបាញ់អញធ្វើបាបប្រជាជនពីអង្កលអង្គជ័យព័ត៌មានថ្មីៗទាន់ហេតុការណ៍មាននៅលើកញ្ចក់ទូរស័ព្ទដៃរបស់លោកអ្នក